កាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះសច្ចៈជាមនុស្សស្មោះត្រង់មុននឹងធ្វើដំណើរទៅរកស៊ីនៅស្រុកឆ្ងាយជាច្រើនឆ្នាំគាត់មានមាស5តម្លឹងដែលជាទ្រព្យជាប់ខ្លួនដោយខ្លាចមានគ្រោះថ្នាក់តាមផ្លូវគាត់ក៏នឹកឃើញល្បិចម្យ៉ាងគាត់យកមាសទាំងនោះញាត់ចូលទៅក្នុងក្អមរួចចាក់ប្រហុកពីលើឲ្យពេញរហូតមើលមិនឃើញដានមាសឡើយគាត់ក៏យកក្អមនោះទៅផ្ញើនឹងមិត្តសម្លាញ់ម្នាក់ឈ្មោះធុនដោយពោលថាមិត្តអើយយើងសូមផ្ញើក្អមប្រហុកនេះមួយរយៈលុះយើងត្រឡប់មកវិញចាំយើងមកយកវិញដោយសារទុកចិត្តមិត្តធុនក៏មិនបានប្រាប់រឿងមាសដែលនៅក្នុងក្អមនោះឡើយពេលវេលាកន្លងផុតទៅ3ឆ្នាំថ្ងៃមួយធុននឹកឃើញចង់ស៊ីប្រហុកក៏បើកក្អមដែលមិត្តផ្ញើនោះមើលស្រាប់តែពេលចាក់ចេញមកគេក៏ឃើញមាស5តម្លឹងនៅបាតក្អមដោយចិត្តលោភលន់បាំងមុខធុនក៏យកមាសនោះទុកជារបស់ខ្លួនប៉ុន្តែដើម្បីកុំឲ្យមិត្តសង្ស័យគេក៏ទៅទិញប្រហុកថ្មីដែលមានសាច់ក្រហមស្រស់ល្អជាងប្រហុកមុនទៅទៀតយកមកចាក់បំពេញក្អមនោះវិញយ៉ាងស្អាតរួចបិទមាត់ក្អមទុកដូចដើមគេគិតក្នុងចិត្តថាហាសច្ចៈច្បាស់ជាមិនដឹងទេព្រោះយើងដូរប្រហុកថ្មីដែលល្អជាងមុនឲ្យគេទៅទៀតលុះដល់សច្ចៈត្រឡប់មកវិញគាត់ក៏ប្រញាប់ទៅយកក្អមពីផ្ទះមិត្តភ្លាមពេលទៅដល់ផ្ទះគាត់ចាក់ប្រហុកចេញដើម្បីយកមាសស្រាប់តែបាត់មាសអស់រលីងសល់តែប្រហុកសុទ្ធសច្ចៈមិនមកយូរឡើយគាត់រត់ត្រឡប់ទៅផ្ទះធុនវិញទាំងទឹកភ្នែកមិត្តអើយមាសយើង5តម្លឹងក្នុងក្អមនេះតើឯងបានឃើញទេធុនឆ្លើយទាំងខឹងសម្បាបន្លំថាឯងនិយាយអីអញ្ចឹងសច្ចៈឯងផ្ញើប្រហុកយើងឲ្យប្រហុកវិញហើយតែឯងចង់បានមាសពីណាមកទៀតឬមួយឯងចង់មកបោកប្រាស់យើងសច្ចៈអង្វរយ៉ាងណាក៏ធន់មិនព្រមសារភាពហើយថែមទាំងដេញសច្ចៈចេញពីផ្ទះទាំងអាម៉ាស់សច្ចៈគ្មានជំរឿសសម្រេចចិត្តទៅប្តឹងលោកចៅក្រមឲ្យជួយរកយុត្តិធម៌នៅចំពោះមុខចៅក្រមធន់នៅតែប្រកែកដាច់អហង្ការថាខ្លួនមិនដែលប៉ះពាល់ក្អមនោះឡើយលោកចៅក្រមមិនស្ដាប់ពាក្យដោះសារឡើយលោកហៅអ្នកជំនាញធ្វើប្រហុកមករួចឲ្យពិនិត្យប្រហុកក្នុងក្អមនោះអ្នកជំនាញពិនិត្យរួចក៏ជំរាបលោកចៅក្រមថាលោកម្ចាស់ប្រហុកនេះនៅថ្មីណាស់សាច់ត្រីនៅរឹងនិងមានពណ៌ស្រស់គឺទើបតែធ្វើបានមិនដល់3ខែផងលោកចៅក្រមក្រហឹមរួចសម្លឹងមុខធុនសច្ចៈចាកចេញទៅ3ឆ្នាំហើយបើឯងមិនបានបើកក្អមដូរមាសទេតើមានប្រហុកថ្មីមកពីណាប្រហុកចាស់តាំងពី3ឆ្នាំមុនវាមិនអាចមានសភាពថ្មីបែបនេះឡើយមានតែអ្នកដែលចាក់ប្រហុកចាស់ចោលដើម្បីយកមាសប៉ុណ្ណោះទើបយកប្រហុកថ្មីមកចាក់បន្លំធុនភ័យញ័ររន្ធត់គ្មានពាក្យតតាំងក៏ព្រមសារភាពនឹងសងមាសទៅមិត្តវិញទាំងបង្ខំបងប្អូនអើយរឿងនិទាននេះបានដាស់តឿនយើងគ្រប់គ្នាថាការបោកប្រាស់ទោះបីវារៀបចំទុកជាមុនបានល្អយ៉ាងណាក៏តែងតែបន្សល់ទុកនៅដានជានិច្ចមនុស្សវិវេតែងតែចាញ់បោកល្បិចកលខ្លួនឯងនៅថ្ងៃណាមួយវិញមិនខានចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះល្បិចដូរប្រហុកថ្មីរបស់ធុនសូមជួយ comment មតិរបស់បងប្អូននៅខាងក្រោមហើយជួយ share វីដេអូនេះម្នាក់មួយដើម្បីជាមេរៀនសម្រាប់មនុស្សគ្រប់គ្នាសូមអរគុណ